មករស់នៅអាមេរិកបងប្អូនពិបាកជាងគេហ្នឹងគឺខែដល់ខែត្រជាក់ចេះចាមួយស្វាវិញក៏អស់ឲ្យបងប្អូនត្រជាក់ខ្លាំងណាស់ដល់តែត្រជាក់ពេកខ្ញុំចឹងកន្លះខែអត់តន់ចេញពីផ្ទះបងប្អូនទៅណាក៏ទៅទេនៅតែក្នុងផ្ទះហ្នឹងហ្មងហើយថ្ងៃនេះក៏នៅឃើញថាមកផ្សារប៉ុន្តែមើលអាកាសធាតុនៅខាងក្រៅបងប្អូនឲ្យមេឃឡើងស្រអាប់ហើយដូចថ្ងៃនេះដែរខ្ញុំទៅឡង5ផ្សារហើយខាតចេញពីផ្ទះយូរដែរដល់អញ្ចឹងដើរសារក៏ឃើញថតវីដេអូញ៉ាំជូនដល់បងប្អូនទាំងអស់គ្នាទស្សនាដែរនេះខ្ញុំមកផ្សារ Costco ថ្ងៃនេះខ្ញុំមកផ្សារ Costco បងប្អូនដឹងមិនខ្ញុំទៅប្រហែលផ្សារនេះសូមសរសើរបងប្អូនខ្មែរយើងដែលគាត់រស់នៅសហរដ្ឋអាមេរិកនេះបងប្អូនគឺពួកគាត់ចូលរួមពហិការអត់ប្រឡបផ្ទះលេខ2ដែលបងប្អូនខ្មែរយើងតែងដាក់ឈ្មោះឲ្យអវ៉ាន់សៀមណាបងប្អូនចានៅអាមេរិកនេះបងប្អូនខ្មែរយើងជាច្រើនគឺចូលរួមអត់ប្រើអវ៉ាន់របស់សៀមផ្ទះលេខ2នឹងតែម្ដងបងប្អូនហើយពិតជាកោតសរសើរខ្លាំងមែនទែនអញ្ចឹងហើយដូចខ្ញុំមកផ្សារ Costco នេះពីដើមទិញអវ៉ាន់អីអត់ដែលមើលអញ្ចឹងដូចថាផលិតមកពីណាអីគឺអត់ដែលមើលសោះតែឥឡូវអត់ទេទិញអវ៉ាន់អីទិញអីតតែមើលឲ្យច្បាស់ថាផ្ទះលេខម៉ាននិយាយទៅក្រៅពីផ្ទះលេខ2នេះគឺអត់ខ្ចីទិញយកមកញ៉ាំតែម្ដងបងប្អូនមើលកន្លែងគិតលុយមើលមនុស្សច្រើនមែនទែនតម្រង់ជួរគិតលុយនៅផ្សារ Costco នៅអាមេរិកនេះគឺជាផ្សារបោះដុំបងប្អូនយ៉ាងហើយមនុស្សច្រើនណាស់មកលោកណាក៏មនុស្សកក់កុញដែរហើយដូចខ្ញុំអញ្ចឹងមិនរំលងទេពេលដែលចេញមកគឺចូលទិញភីសាឲ្យក្មេងៗគាត់ចូលចិត្តភីសានៅ Costco ណាតែពេលគាត់មកគឺមិនដែលថាមករំលងទេគឺមកទិញពួកអីនៅភីសាកន្លែងនេះឆ្ងាញ់ខ្ញុំក៏ចូលចិត្តដែរបងប្អូនឃើញទេពួកអីថ្ងៃនេះវ៉ាស៊ីនតោនគេថាអត់ទិញខុកទេទិញតែភីសាបានហើយពួកអីអាកាសធាតុនៅខាងក្រៅត្រជាក់ខ្លាំងអញ្ចឹងគេអត់យកខូកឬកូកាកូឡាអីទេនៅផ្សារនេះបងប្អូនអត់មានកាត membership គេអត់ឲ្យចូលទេតើតែយើងចុះឈ្មោះជាសមាជិកគេបានគេឲ្យចូលប៉ុន្តែបងប្អូនអើយបើនិយាយពីកន្លែងគឺនេះធំណាធំមែនទែនសូមសរសើរផ្សារនៅ Costco ហ្នឹងបងប្អូនឃើញអញ្ចឹងកាត membership គេបង់លុយរាល់តែឆ្នាំដូចខ្ញុំនេះខ្ញុំយកកាតខ្មៅហ្នឹងហើយដល់ចឹងហើយមួយឆ្នាំឬគេថាទិញអវ៉ាន់ហើយបើយើងទិញច្រើនហ្នឹងរាល់តែខែយើងទិញច្រើនអញ្ចឹងយើងមានបន្ទុកដល់ឆ្នាំអញ្ចឹងគេឲ្យលុយត្រឡប់មកវិញហើយចាំមើលឆ្នាំនេះខ្ញុំដល់ខែ4ហ្នឹងចាំមើលខែ4ហ្នឹងដល់គម្រប់មួយឆ្នាំហើយព្រោះអីទិញអវ៉ាន់ហ្នឹងដូចថាទិញសាច់ទិញត្រីទិញអីហ្នឹងខ្ញុំមកទិញហ្នឹងឯងទិញគ្រឿងសមុទ្រអីចឹងណាបងប្អូនព្រោះអីសាច់ហ្នឹងមកទិញនៅ Costco ហ្នឹងល្អចាមែនទែនកន្លែងបោះដុំហ្នឹងនិយាយពីក៏លេខមកមើល Washington និង Universe បងប្អូនទិញពីសាមកហើយយើងអត់មានពេលវេលាច្រើនបងប្អូនអញ្ចឹងហើយទិញមកក៏ញ៉ាំនៅក្នុងឡានចាព្រោះអីភ្ញាក់ពីគេងមកគឺលុបមកដល់ថ្មិញហើយនាំគ្នារៀបចំឡើងឡានមកផ្សារតែម្ដងព្រោះអីយើងទៅផ្សារមួយទៀតចេញពីផ្សារមួយព្រោះខ្ញុំទៅ5ផ្សារ5កន្លែងអញ្ចឹងបងប្អូនមើលទេសភាពនៅខាងក្រៅចុះល្ងឹតស្លុបហើយចេញពីផ្សារ Costco ចូលមក Walmart ដល់ពេលខ្ញុំចូលទៅ Walmart ចេញពី Walmart ហ្នឹងបានខ្ញុំទៅផ្សារអាស៊ីដល់អញ្ចឹងហើយខ្ញុំក៏ឆ្លៀតថតនៅក្នុងផ្សារត្រួសឲ្យបងប្អូនទស្សនាតែម្ដងទស្សនាតែមួយវីដេអូឯងប៉ុន្តែបានច្រើនកន្លែងដូចនេះហ្នឹងគឺខ្ញុំមកដល់កន្លែងលក់ថ្នាំពេទ្យបងប្អូនដូចបងប្អូនបានស្ដាប់ខ្ញុំអញ្ចឹងនេះផ្ដាសាយមកទិញថ្នាំបាត់ផ្ដាសាយបាត់ក្អកអីចឹងណាបងប្អូនខ្ញុំបញ្ចូលសលេងបងប្អូនបានស្ដាប់ហ្នឹងគឺកំពុងតែផ្ដាសាយអត់តន់ជាទេនិយាយពីថាមកគ្រួសារហ្នឹងផ្ដាសាយម្ដងម្នាក់តគ្នាឲ្យទៅដល់រដូវខែត្រជាក់នៅអាមេរិកនេះបងប្អូនខ្ញុំធុញមែនទែនណារឿងឈឺផ្ដាសាយគ្រុនអូយនិយាយពីថាងាកឈឺម៉ែបងប្អូនណាយដើមខែឈឺចុងខែឈឺដើមខែឈឺតគ្នាម្នាក់ម្ដងអត់ដាច់ទេហើយទៅដល់រដូវត្រជាក់អញ្ចឹងហើយខ្ញុំមកផ្សារថ្ងៃនេះបងប្អូននិយាយពីថាឃើញផ្លែឈើល្អក៏ទិញមកមុខបន្តិចទៅផ្ទះព្រោះអីផ្ទះខ្ញុំនៅជិតផ្សារស្រួលបងប្អូនខ្ញុំអត់ទិញច្រើនកូទុកទេព្រោះអីបន្លែឥឡូវហ្នឹងបើយើងទិញផ្ទះខ្ញុំចិត្ត
នៅចិត្តសាចឹងវាស្រួលមកទេដោយសារអីបើយើងទិញច្រើនទុកទៅវាសល់វាឆាប់ខូចដែរបន្លែផ្លែឈើឥឡូវហើយរបស់ញ៉ាំទុកក្នុងទូកក់យូរក៏វាអត់ល្អដែរអញ្ចឹងហើយខ្ញុំក៏ទិញនេះមកដល់ហ្នឹងគឺថាទិញផ្លែឈើឃើញតាពាំងបាយជូរល្អហ្នឹងក៏ទិញមកមុខបន្តិចទៅនិយាយពីថាកលេចមកវឹបឃើញស្វាយបងប្អូនអើយគឺថាអត់បងអង្គយូរទេយកដៃស្ទាបចាប់ទេព្រោះអីបើមិនស្ទាបច្បាច់ទេគឺយើងរើសយកស្វាយរឹងណាបងប្អូនស្វាយតុនមិនទេអ្នកលក់គេឆ្លាតណាស់គេដាក់ស្វាយរឹងស្វាយតុនលាយច្បល់គ្នាផ្លែឈើឲ្យតែទិញឲ្យតែញឹមមកបើមិនយកដៃច្បាច់ទេអត់បានទេអត់ចេះទៅចាប់យកទេដើម្បីបានបន្លែល្អផ្លែឈើល្អអញ្ចឹងណាបងប្អូនចង់រើសឲ្យបានល្អតែយើងច្បាច់វាដែរថ្ងៃមុនហ្នឹងណាមិត្តភ័ក្ដិខ្ញុំគេចិត្តមកអាមេរិកហើយគេសួរខ្ញុំអាសៀវម៉ៃអើយបងអត់ចេះភាសាអង់គ្លេសអូនអើយពេលដើរផ្សារដឹងពិបាកមិនទេអូនដឹងផ្លែប៉ោមគេហៅថាម៉េចបន្លែផ្លែឈើគេនិយាយថាម៉េចចឹងណាគាត់បានប្រាប់ខ្ញុំនិយាយគាត់រៀបរាប់គាត់មានអារម្មណ៍ថាពិបាកអញ្ចឹងណាប៉ុន្តែបងប្អូនមើលវីដេអូខ្ញុំមកអត់មានអីពិបាកទេមានតែលុយទៅបងប្អូនមកផ្សារនោះដូចបងប្អូនបានឃើញវិវ៉ាន់ខ្ញុំទិញអញ្ចឹងដើរមើលទៅយើងចង់បានប៉ុណ្ណាអញ្ចឹងចាប់យកដាក់កញ្ឆេងទៅមានចាំបាច់សួរគេថាអានេះឲ្យអីជាភាសាអង់គ្លេសសួរនាំគេមិនទេពួកគេដាក់តាំងលើធ្នើដូចបងប្អូនឃើញគេដាក់តម្លៃកវ៉ាវចាស្វិចជើងខោអាវស្អីហ្នឹងគេនោះនេះដូចបីជើងនេះតម្លៃ26ខោអាវអីសិតតែគេដាក់នៅនឹងផ្លាកឲ្យយើងឲ្យស្រេចចាស្រួលទេមិនអីទេបងប្អូនអើយកុំភ័យពេកគេរស់បានយើងក៏រស់បានដែរនៅស្រុកនេះឲ្យតែមានលុយមកមានកម្លាំងធ្វើការទៅគេក៏ធ្វើបានយើងក៏ធ្វើបានរស់បានដូចតែគ្នាទេធម្មតាមកដបងចេះតែមានអារម្មណ៍ថាភ័យខ្លាចខ្លះដែរអញ្ចឹងណាតែបើបងប្អូនរាប់អានមិត្តភ័ក្តិខ្មែរយើងនៅនឹងគឺគាត់ជួយបងប្អូនខ្មែរយើងគាត់ជួយនាំដើរផ្សារដើរអីចឹងដើរទិញដើរអីទៅកន្លែងនេះកន្លែងនោះចាសិតតែបងប្អូនខ្មែរយើងទោះបីជាមានតិចមានច្រើនខ្ញុំជឿជាក់ថាមិនមែនថាអត់មានខ្មែរសោះទេបងប្អូនរាប់អានគ្នាទៅស្រឡាញ់គ្នាទៅសិតតែបងប្អូនខ្មែរយើងហើយដូចបងប្អូននិយាយហ្នឹងមកដល់ផ្សារអាស៊ីខ្ញុំមកដល់ផ្សារអាស៊ីនេះបងប្អូនឃើញទេនៅនេះកៅឈូកផលិតអីស្លឹកអំពិលអីគេដាក់លក់អញ្ចេះដាក់លក់កែវស្វាយត្រាំស្វាយអីចឹងណាបងប្អូននិយាយថាថ្ងៃនេះហ្នឹងគឺថាដើរផ្សារហ្នឹងមកដល់ផ្សារអាស៊ីឆែលលិចឆែលកើតហ្នឹងក៏នឹកឃើញថាស្អែកហ្នឹងខ្ញុំធ្វើបបរគ្រឿងយ៉ាងបបរគ្រឿងមានអីទេរបស់ពិសេសហ្នឹងគឺមានសណ្ដែកម្ដងទាំងហើយខ្ញុំចូលចិត្តមកផ្សារអាស៊ីដោយសារមកផ្សារអាស៊ីកន្លែងនេះនឹងតែដោះបងប្អូនចាប់យើងទិញហ្មងអីចង់បានប៉ុណ្ណាអញ្ចឹងយើងចាប់ខ្លួនឯងអីខ្លួនឯងអញ្ចឹងណាបើទៅតាមស្ទ័រកន្លែងផ្សេងអត់ទេគេថាដូចគេមានជាថង់ស្រេចអញ្ចឹងណាឲ្យយើងទិញដាក់ឲ្យស្រេចដូចខ្ញុំចូលចិត្តមកផ្សារចាប់យកតាមចិត្តខ្លួនឯងចង់ច្រើនចង់ទិញហើយថ្ងៃនេះគឺខ្ញុំទិញហ្គាសបានច្រើនណាស់បងប្អូនអើយហើយមកផ្សារអាស៊ីអូប្រាប់តំណែងមួយបងប្អូនផ្សារអាស៊ីនៅតាកាម៉ាថ្ងៃនេះគឺមានអង្គខ្មែរយើងដំណឹងល្អអង្គខ្មែរយើងនិយាយទៅដាច់ស្តុបតាំងពីសៀមវាយក្មួយខ្មែរសង្គ្រាមធ្វើបាបឈ្លានពានខ្មែរយើងនឹងដាច់ស្តុបហើយឡងបាន3-4ខែនេះទឹកមានវិញចឹងហើយបានថាបងប្អូនមានតែបងប្អូនខ្មែរយើងទេដែលចេះស្រឡាញ់រួបរวมគ្នាមានតែបងប្អូនខ្មែរយើងនៅក្រៅប្រទេសទេដែលជួយគ្រប់គ្រងផលិតផលរបស់ខ្មែរយើងដើម្បីឲ្យបងប្អូននៅក្នុងស្រុកនោះគាត់មានជីវភាពទូធាទាំងអស់គ្នា